បាទសួស្តីបងប្អូននៅក្នុងបណ្ដាញសង្គមទាំងអស់គ្នាបានលោកគ្រូអ្នកគ្រូរៀនសបងទាំងអស់ជាទីគោរពជាទីរាប់អានថ្ងៃនេះខ្ញុំមានប្រភេទនៃអង្គនាងពួនកម្រមួយមុខបងប្អូនណាបាទនាងពួនកម្រមួយមុខមិនងាយបានជួបមិនងាយបានឃើញនោះទេបងប្អូនណានាងពួនរលេះដាច់ក្លឹមអង្ក្រងបងប្អូនណាបាទនាងពួនរលេះដាច់ក្លឹមអង្ក្រងមួយគូញីឈ្មោលរបស់គាត់គឺជាប់គ្នានៅក្នុងនឹងហើយស្រាច់តែម្ដងបងប្អូនណាបាទអ្នកឃើញទេបងប្អូនបាទនេះគឺជាប្រភេទនៃអង្គនាងពួនអង្ក្រងរលេះដាច់បងប្អូនណាបាទនាងពួនក្លឹមអង្ក្រងរលេះដាច់បងប្អូនណាមួយគូគឺញីឈ្មោលរបស់គាត់គឺជាប់ជាមួយគ្នានឹងស្អាតណាបងប្អូនណាបាទជាប់ជាមួយគ្នានឹងតែម្ដងបាទអ្នកឃើញទេបងប្អូនបាទគឺពិសេសតែម្ដងបងប្អូនណាបាទប្រភេទនៃអង្គនាងពួនរលេះដាច់ក្លឹមអង្ក្រងបងប្អូនណាបាទគឺជាប្រភេទនៃវត្ថុកម្រមិនងាយបានជួបមិនងាយបានឃើញបងប្អូនណាមិនងាយបានជួបមិនងាយបានឃើញនោះទេបាទប្រភេទនៃអង្គនាងពួនរលេះដាច់ក្លឹមអង្ក្រងមួយគូនេះគឺស្អាតពិសេសសម្រាប់យើងគោរពបូជាថាសាសម្រាប់យើងទុកដាក់នៅលើហឹងលើអាសនៈសម្រាប់ការពារខ្លួនបងប្អូនណាបាទការពារខ្លួនបាទការពារទាំងស្នេហ៍មហានិយមលុកដូររស់ស៊ីបានទាំងការពាររលនៅអំពើមុនខ្មៅទាំងឡាយទាំងពួងបជាគ្រោះបជាភ័យខាងសឹកសង្គ្រាមបងប្អូនណាបាទប្រភេទនៃនាងពួនអង្ក្រងបងប្អូនណាបាទនាងពួនដើមអង្ក្រងគេថាព្រះឃុំក្រងបងប្អូនណាដូចខ្ញុំបានជម្រាបចឹងក្រងរាជក្រងសម្បត្តិក្រងទ្រព្យបងប្អូនណាបាទក្រងលុយក្រងកាក់បាទហើយនេះគឺភ្លោះមួយគូបងប្អូនណាបាទភ្លោះមួយគូញីឈ្មោលគឺបែបហ្នឹងបងប្អូនណាបាទគឺជាប់គ្នាមួយគូគឺបែបហ្នឹងតែម្ដងបងប្អូនណាគឺស្អាតណាស់ពិសេសតែម្ដងប្រភេទនៃអង្គនាងពួនក្លឹមអង្ក្រងបងប្អូនណាបាទនាងពួនក្លឹមអង្ក្រងរលេះដាច់នៅក្នុងដើមបងប្អូនណាបាទរលេះដាច់នៅក្នុងដើមបាទអញ្ចឹងវត្ថុនេះគឺជាវត្ថុមួយដ៏កម្របងប្អូនណាមិនងាយបានជួបមិនងាយបានឃើញនោះទេបាទហើយក្លឹមឡើងម៉ឹងតែម្ដងបងប្អូនណាបាទហើយប្រភេទនៃអង្គនាងពួនក្លឹមអង្ក្រងនេះដែរបើសិនជាបងប្អូនដែលគាត់មើលឃើញហើយមានឧបនិស្ស័យស្រឡាញ់ចង់បានចង់យកទៅទុកគោរពបូជាថាសាបងប្អូនណាបាទគឺសូមតំណែងតាមលេខទូរស័ព្ទខ្ញុំបាទដែលនៅខាងក្រោមឬក៏តាមរយៈលេខ Telegram ខ្ញុំបាទគឺលេខ Smart ហ្នឹងឯងបងប្អូនណាគឺលេខ Smart ហ្នឹងឯងបាទហើយក៏សូមអរគុណច្រើនដែលបងប្អូនទាំងអស់ចូលទស្សនានៅក្នុង Page ខ្ញុំបាទដែលមានទំនុកទុកចិត្តលើ Page ខ្ញុំបាទឲ្យខ្ញុំបាទផ្ញើឲ្យបានគ្រប់ទីកន្លែងទាំងអស់តែម្ដងបងប្អូនណាបាទហើយក៏សូមឲ្យបងប្អូនទាំងអស់បាទជួយចុចសញ្ញាពាក្យថាជាវនិងសញ្ញាកណ្ដឹងជូនខ្ញុំបាទផងពេលដែលខ្ញុំបាទមានរបស់ថ្មីខ្ញុំតែងតែយកមកថតចែកជូនដល់បងប្អូនទស្សនានៅក្នុងបណ្ដាញសង្គមតែម្ដងបងប្អូនណាហើយបើសិនជាខ្ញុំនិយាយទៅក៏លលើសលួសនៅពាក្យសម្ដីត្រង់កន្លែងណាមិនសមរម្យក្តីឬក៏រៀបរាប់មិនបានក្បោះក្បាយក្តីបងប្អូនណាបាទក៏សូមខន្តីអភ័យទោសផងបងប្អូនណាសូមខន្តីអភ័យទោសផងបាទនៅចុងបញ្ចប់នេះក៏សូមជូនពរឲ្យបងប្អូនទាំងអស់បាទជួបប្រទះតែសេចក្តីសុខនិងសេចក្តីសប្បាយរស់ស៊ីទទួលទានមានបានទាំងអស់គ្នាបងប្អូនណាបាទសូមអរគុណច្រើនហើយក៏សូមជម្រាបលាបាទសូមជម្រាបលាបាទពិសេសតែម្ដងបងប្អូនណានាងពួររលេះដាច់ក្លឹមអង្ក្រងបងប្អូនណាបាទក្លឹមអង្ក្រងបាទ